ស្ដីអ្នកគ្នាខ្ញុំបាទរ៉ូវិតសួស្ដីអ្នកគ្នាខ្ញុំបាទលីវ៉ៃតែមុនចូលវីដេអូរបស់យើងខ្ញុំសូមខណ្ឌអ្នកគ្នាតិចនេះគឺជា account ទីរបស់ខ្ញុំអ្នកគ្នាជួយចូល follow ម្នាក់មួយតែឥឡូវហ្នឹងវាអត់ទាន់មានវីដេអូទេតែតទៅមុខទៀតខ្ញុំអាចធ្វើវីដេអូហ្គេមអីទីទួយផុសចូលក្នុងហ្នឹង and now តោះចាប់ដើមសាច់រឿងឡើងនៃ chapter ទី9នេះគឺស្ថិតនៅក្នុងចំណតឡានមួយកន្លែងហើយយើងបានឃើញថា Yusin និង Choi So កំពុងនៅទីនោះហើយពេលនោះដែរ Yusin ក៏បានសួរទៅកាន់ Choi So ថាតើឯងមិនអីទេហើយមានអីកើតឡើងចំពោះរាងកាយឯងហ្នឹងហើយរវាងឯងនិងបិសាចក្នុងក្បាលហ្នឹងតើមានរឿងអីកើតឡើងហើយ Yusin យើងមិនអាចដកថាបានទេបានឲ្យ Choi So មិនបាច់ឆ្លើយក៏បានដែរព្រោះពេលនេះយើងភ្លេចថាឯងកំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏រ៉ោក្រាក់មួយហើយពេលនោះដែរយើងក៏បានឃើញថារាងកាយ Choi So បាន recover ឡើងវិញតែធ្វើ Yusin មានការញាប់អាវជាខ្លាំងតែពេលនោះដែរ Yusin ក៏បានចាប់អារម្មណ៍នៅអ្វីមួយតែពេលតែគេញើសទៅបានឃើញត្រឹមតែស្នាមឈាមតែប៉ុណ្ណោះហើយគេក៏បាននិយាយថាយ៉ាងไรមែនណាហើយសាច់រឿងក៏បានកាត់មកនៅខាងក្រៅម្ដងហើយពេលនោះ Choi So ក៏បានសួរទៅកាន់ Yusin Yusin តើឯងកំពុងគិតអីហ្នឹងស្អីគេ Choi So ឯងកំពុងសួរយើងមែនបិសាចដែលយើងចាប់បានក៏រត់បាត់ហើយឯងមានឈាមពាក់កណ្ដាលបិសាចក៏ភ្លៀងទៀតអើយតែពេលនេះយើងកំពុងគិតអីឯងគួរដឹងហីអូយញ៉ាញ់ខួរអូយហើយ Yusin ក៏បានបន្តនិយាយទៀតយើងបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីក្លាយជាប្រធានសង្ឃមែនប៉ុន្តែយើងមិនបាននឹងសោះថាមិត្តភក្តិរបស់យើងមានឈាមពាក់កណ្ដាលជាបិសាចក៏ភ្លៀងបាទរឿងនេះប៉ាយើងដឹងវិញប្រហែលជាយើងត្រូវស្ដាប់គាត់ទេសនា6 7កែទៀតហើយតែមិនអីទេយើងនឹងជួយយកវាហើយ Shackman ហ្នឹងគឺជាពួកដែលកម្ចាត់បិសាចដូចជា Demon Slayer ដែរប៉ុន្តែក្នុងរឿងនេះគេហៅថា Shackman ហើយ Choi So ក៏បាននិយាយទៅកាន់ Yusin ថាអើយអញ្ចឹងយើងជប់ឆ្ងល់ហើយអញ្ចឹងបានឯងមិនដែលប្រាប់យើងថាក្លឹបហាត់បាច់ខ្លួនឯងបង្កើតមកដើម្បីអ្វីថាអើយពេលហ្នឹងបើយើងប្រាប់ថាគ្រូសារបស់យើងបង្កើតវាមកដើម្បីកម្ចាត់បិសាចហ្នឹងឯងប្រកាសជាថាយើងឈួតជាមិនខានទេតែទោះជាយ៉ាងណាវានឹងបញ្ចប់ក្នុងរយៈពេល6ខែទៀតគាត់ទៅលើបែបនេះ Choi So ក៏បានគិតក្នុងចិត្តថាតើ Yusin បានដឹងពីវិធីបននោះដែរមែនហើយអញ្ចឹង Yusin បិសាចដែលចូលមកធ្វើបាបមនុស្សសុទ្ធតែពួកកាកគីទេមែនហើយ Yusin ក៏បានប្រាប់ទៅកាន់ Choi So ថាទេវាកម្រកើតឡើងណាស់ទោះពេលខ្លះវាមានក៏ដោយប៉ុន្តែបិសាចកម្រវាប្រហារលើមនុស្សណានៅក្នុងសតវត្សចុងក្រោយនេះប៉ុន្តែថ្មីនេះវាខុសគ្នា Yusin តើឯងចង់មានន័យថាម៉េចហើយ Yusin ក៏បានបន្តនិយាយទៀតថាបិសាចទាំងអស់នោះវាចង់ធ្វើជា Demon King ហើយពួកវាបានចូលមកស្វែងរកនិងស៊ីសាច់របស់មនុស្សហើយមួយខែមុនការបាត់ខ្លួនរបស់មនុស្សមានការកើនឡើងប៉ុន្តែគ្មានភស្តុតាងណាមួយបញ្ជាក់ថាជាបិសាចទេប៉ុន្តែមានតែស្នាមឈាមនិងការខូចខាតនៅក្នុងផ្ទះតែប៉ុណ្ណោះហើយភ្លាមនោះ Yusin ក៏បានចាប់អារម្មណ៍នឹងរឿងអ្វីមួយហើយ Choi So ក៏បានសួរទៅកាន់ Yusin ថាតើវាមានរឿងអីកើតឡើងនោះហើយ Yusin ក៏បាននិយាយថានេះជាលើកទី1ដែលបិសាចបានបង្ហាញខ្លួនទាំងរបៀបនេះហើយយើងក៏បានឃើញថាមានពលឺមួយបានហោះសម្ដៅមកកាន់កន្លែងពួកគេទាំងពីរនាក់ហើយពលឺដែលហោះមកវាមានតែឆ្ងាយទេគឺ Solmi យើងហ្នឹងហើយនាងក៏បាននិយាយទៅកាន់ Choi So បាយនៅបងបាយដែរបាយណាបងហើយនាងក៏បាននិយាយទៅកាន់ Choi So តើឯងកើតអីអត់នៅពេលដែល Solmi និយាយចប់ Yusin ក៏បានលើកដាវចង្អុលទៅកាន់មុខរបស់ Solmi ហើយគេក៏បាននិយាយថាឈប់នៅទីនោះហើយកុំចូលមកមួយជំហានទៀតបាទដូច្នេះទេយើងនឹងសម្រាប់នាងចោលYusin ប៉ុន្តែនាងជាបានឲ្យ Choi So ប៉ុន្តែនាងគឺជាបិសាចយើងនឹងថានាងគឺជាបិសាចដែលគ្រប់ច្បាប់ហើយនេះហើយទើបយើងពមៀននាងទុកពីមុនហើយពេលនោះដែរ Solmi និង Yusin ក៏បានឆ្លោះគ្នាទៅតាម Choi So តោះរីចៃឥឡូវចាក់ភ្លេងឥឡូវយើងបាយឡើងដល់ប៉ុណ្ណឹងបានហើយយើងចូលតែជើងយើងវិញបន្ទាប់ពីពីរនាក់ឆ្លោះគ្នាឆាតហើយ Choi So ក៏បានចេញមុខមកពេលនោះ Choi So ក៏បានយកជើងទាត់សម្ដៅទៅកាន់ដាវរបស់ Yusin នៅពេលដែល Yusin បានរបបដាវចេញពីដៃ Choi So ក៏បានលុកដៃទៅយកដាវនោះហើយ Choi So ក៏បាននិយាយថាមើលទៅដាវនេះវាពិតជាចម្លែកណាស់យើងចង់ដឹងថាតើអក្សរចម្លាក់ទាំងអស់នេះវាមានន័យដូចម្តេចទៅ Choi So តើឯងកំពុងធ្វើអីនោះយើងមិនបានដឹងពីការសម្លាប់ច្រើនទេប៉ុន្តែយើងយល់ស្របនៅអ្វីដែលឯងបាននិយាយថាបិសាចទាំងអស់ត្រូវការកាប់សម្លាប់គ្នានិងស៊ីសាច់ដើម្បីខ្លាំងហើយថ្ងៃនេះយើងក៏បានស៊ីបិសាចមួយដែរជាការពិតណាស់យើងបានសម្លាប់វាដើម្បីការពារខ្លួននិងមនុស្សដែលយើងចង់ការពារហើយយើងក៏មិនមានគម្រោងថានឹងឈប់ធ្វើវាដែរយើងមិនចង់ធ្វើវាទេប៉ុន្តែបើសិនជាយើងអាចខ្លាំងដោយសាររឿងនោះយើងនឹងធ្វើវា Choi So យើងប្រាប់ឯងមិនចាំបាច់ទៅធ្វើវាទេYusin យើងធ្វើវាហើយយើងនឹងប្រើកម្លាំងនោះដើម្បីការពារឯងនិងអ្នករាល់គ្នាក្នុងរយៈពេល6ខែខាងមុខនេះហើយឯងអនុញ្ញាតឲ្យយើងធ្វើអ្វីដែលយើងចង់ធ្វើទៅយើងធ្វើអ្វីគ្រប់យ៉ាងដើម្បីក្លាយជាសាច់បិសាច Choi So តើឯងកំពុងនិយាយឈួតស្អីឯងនោះតើឯងដឹងអ្វីខ្លះអំពីសាច់បិសាចហើយឯងបានដឹងពីអ្វីដែលឯងកំពុងនិយាយនោះទេប្រកាសណា Yusin យើងមិនបានដឹងអ្វីច្រើនអំពីវាទេតែបើយើងជោគជ័យនៅពិភពលោករបស់មនុស្សនឹងមិនមានរឿងអ្វីកើតឡើងទេ Choi So តើឯងមិនសោកស្ដាយទេទោះបីជាយើងមិនបានដឹងថាវាជោគជ័យឬអត់ក៏ដោយប៉ុន្តែយើងនឹងធ្វើវាហើយយើងនឹងព្យាយាមធ្វើវាអស់ពីសមត្ថភាពរបស់យើងបានឲ្យ Choi So យើងមិនអាចខំឲ្យបានទេមិនថាឯងជាមនុស្សឬក៏បិសាចក៏ដោយប៉ុន្តែបើឯងជាបិសាចហើយឯងធ្វើហូបព្រំដែននោះយើងសម្រាប់ឯងតដៃហើយវាមិនអីទេ Yusin បើយើងធ្វើអញ្ចឹងមែនយើងសមស្លាប់ហើយហើយពេលនោះដែរ Yusin ក៏បានសួរឈ្មោះរបស់ Solmi បន្ទាប់ពីបានសួរឈ្មោះរបស់ Solmi ហើយ Yusin ក៏បាននិយាយឲ្យខ្ញុំសុំទោសផងដែលខ្ញុំរារាំងកិច្ចការរបស់ពួកបិសាចហើយមុននឹង Yusin បានចាក់ចេញទៅគេក៏បាននិយាយទៅកាន់ Solmi និង Choi So ថាឲ្យវាស្រឡាញ់គ្នាងាប់ពួកវាងាប់ងាប់ហ្នឹងងាប់អាចស្ដាយស្រឡាញ់គ្នាងាប់ឯងងាប់ងាប់
ជួយច្រឡំវយយើងសង្ឃឹមថាឯងទាំងពីរនាក់នឹងគោរពច្បាប់ចុះតែបើមានបិសាចណាហ៊ានធ្វើបាបមនុស្សក្នុងនាមយើងជាសាក់មែនអ្នកនៅក្នុង The Royal Sackman Chancy ហើយយើងនឹងសម្លាប់ពួកគេទាំងអស់នោះចោលហើយចយស៊ូឯងមិនចាំបាច់បារម្ភទេពីរឿងម៉ាក់របស់ឯងបន្ទាប់ពីនិយាយចប់យូស៊ីនក៏បានដើរចាក់ចេញទៅបន្ទាប់ពីឃើញបែបនេះសូលមីក៏បាននិយាយទៅកាន់ចយស៊ូថាយើងមើលទៅមិត្តភក្តិរបស់ឯងគួរឲ្យខ្លាចខ្លាំងនេះជាលើកទី1ដែលយើងបានឃើញសាក់មែនហើយកន្លែងហ្នឹងខ្ញុំសូមបញ្ជាក់អស់គ្នាតិចអ្នកដែលកំចាត់បិសាចនេះគេហៅថា Shaman មិនមែន Sackman ទេប៉ុន្តែខ្ញុំនិយាយទៅវាចេញតែ Sackman តោះឥឡូវ Shaman ក៏ Shaman Sackman ក៏ Sackman ដែរឥឡូវយើងចូលតែរឿងយើងវិញ អីអាស្អីគេ ហើយពេលនោះដែរសូលមីក៏បានងាកទៅឃើញគោយូហើយអ្វីបានជាឯងមកតាមយើងហើយសូលមីយើងមិនចង់ធ្វើប្រហែលទេប៉ុន្តែយើងត្រូវតែធ្វើបែបនេះពួកយើងបានដឹងថាឯងកំពុងតែធ្វើឯងមិនគួរចូលប្រយុទ្ធទាំងមិនដឹងថាទៅត្រូវរបស់ឯងខ្លាំងប៉ុណ្ណាហើយគេមានគ្នាប្រហែលអ្នកទេចូលបើវាជាបិសាចកម្រិតខ្ពស់ឬខ្លាំងជាងនេះនោះឯងទាំងពីរមិនត្រូវវាស៊ីជាមិនខានហើយពេលនោះដែរគោយូក៏បានងាកឃើញចយស៊ូហើយគេក៏បាននិយាយថា ចុយណាគេអាប៉ែណាគេ ពេលដែរគោយូក៏បានងាកឃើញចយស៊ូហើយគេក៏បាននិយាយថាឯងប្រហែលជាពាក់កណ្ដាលបិសាចក៏ប្លែនដែលគេកំពុងល្បីនោះហើយពេលដែលចយស៊ូបានងាកទៅមើលគោយូនោះគេហាក់បានឃើញដៅមួយយ៉ាងធំព្រមទាំងមានកតុយពោះទៀតបានឈរនៅពីមុខគេហើយគោយូក៏បាននិយាយទៅកាន់ចយស៊ូថាណៃជំរាបជូខ្ញុំឈ្មោះគោយូហើយយើងក៏ជាមនុស្សម្នាក់ដែលឯងត្រូវយកឈ្នះដើម្បីខ្លាចជាសត្វបិសាចហើយ chapter ទី10របស់យើងក៏បានចប់ត្រឹមហ្នឹងដែរហើយមួយថ្ងៃហ្នឹងខ្ញុំមិនសូវបានចេញវីដេអូទេព្រោះខ្ញុំរៀងរវល់បន្តិចហើយណាមួយពេលខ្ញុំ record សលេងហ្នឹងទៅមេក៏វាភ្លៀងមកអញ្ចឹងវារៀងពិបាកក្នុងការ record សលេងណាមួយអ្នកនរគ្នាក៏បានដឹងថាខ្ញុំអត់មានម៉ៃទេខ្ញុំ record នៅក្នុងការអញ្ចឹងពេលមេឃភ្លៀងខ្លាំងអញ្ចឹងទៅវាលឺសលេងអីចូលដល់ញ៉ៃអញ្ចឹងតែមិនទេខ្ញុំនឹងព្យាយាមតាមអ្វីដែលខ្ញុំអាចធ្វើបានដើម្បីឲ្យអ្នកនរគ្នាបានមើលទៀតហើយនេះជា Q របស់ខ្ញុំបើសិនអ្នកនរគ្នាចង់ donate ទេអាច donate តាមនឹងបានចុងក្រោយពីខ្ញុំលេងបាយអរគុណអ្នកនរគ្នាបាយ